លក់បញ្ជូរសសុកចង់ញ៉ាំប្រពន្ធព្រោះអីគាត់ចេញបញ្ជូរស្វាយ5នេះហេតុតបានថតទេហើយភ្លាមនោះខ្ញុំក៏និយាយថាចេះស្វាយ5នេះគ្រាន់តែបងចាក់ញ៉ាំម្ដុំគឺជាមកទិញ4 5នាក់បងចាក់ម្ដុំទៀតជាមកទិញ4 5នាក់ចាំបងចាក់ញ៉ាំតិចសិននិយាយចប់តស្រួលបួលបងមើលទឹកមុខគួយស្លក់មកស្ទុះហើយគាត់ថាចេះថាគាត់ខំស្អីហៅពីនេះសឹងអីបានគេចូលទិញឯងអង្គុយចាក់សោះមកយកមកអីគេតាមពិតខ្ញុំញ៉ាំគាត់លេងឯងពួកអីស្វាយតែរបស់គាត់ហ្នឹងគឺមើលទៅវាតំណងហើយភ្ញៀវចូលមកទិញហ្នឹងគាត់ឃើញគឺសួរអីចឹងទៅអ្នកខ្លះក៏ឲ្យគាត់ភ្លក់ម្ដុំហ្នឹងគឺគាត់ទិញហើយគាត់លក់គាត់ដាក់ប្រអប់ចេះផងហើយគាត់ដាក់ចង់ទិញថងក៏បានស្វាយ5ហ្នឹងស្វាយដោតស្វាយអីហ្នឹងនិយាយរួមទៅគឺខ្ញុំអត់មានទៅធ្វើអីទេខ្ញុំទៅអង្គុយហើយចាំគិតលុយទូទៅខ្ញុំអង្គុយគិតលុយហើយចាំថតវីដេអូថតអីចឹងគាត់ហ្នឹងទេដែលចិត្តដែលត្រាំស្វាយចិត្តសបកទៅដល់ហ្នឹងដោតចកាដោតអីហ្នឹងខ្ញុំជួយបានបន្តិចទេខ្ញុំទៅឈរអត់ទៅមានប្រយោជន៍ទេហើយដល់ហើយគាត់ថាកុំឲ្យអត់ប្រយោជន៍ឥឡូវមកអង្គុយថតវីដេអូមកគាត់សម្ដែងម្ដងស្រាប់តែដល់តួធំចេញចឹងទៅគាត់ថតលៀបដាច់ភ្លើងចឹងអាតួធំចេញមកគឺចឹងតែមានការស្មានអត់ដល់ចឹងតួធំចេញមកគឺដល់តែចឹងហ្មងតែក៏អរគុណដែរដែលអ្នកនរគ្នាទៅជួយទិញបានច្រើននិយាយរួមទៅថ្ងៃខ្លះចឹងទៅក៏យើងដាច់លឿនដូចចេះស្ដែងអីនេះយកមិញអីម៉ោង9ជាងបន្តិចគឺអស់បាត់ហើយមានអ្នកគាត់ទៅអត់ទាន់គាត់ថាអើយមកយកលក់តិចម៉ែបាទចង់យកលក់ច្រើនណាស់តែដោយសារតែពួកខ្ញុំធ្វើការអញ្ចឹងចេញពីធ្វើការឆ្លៀតត្រកដល់ទៅគឺឡើងពេញម៉ូតូហ្មងហើយម៉ូតូមួយវាដាក់បានបន្តិចទេទៅរៀងលឿនបន្តិចបន្តិចទាន់ពេលខ្ញុំឆាប់អស់ខ្ញុំក៏ឆាប់បានមកវិញដែរនិយាយរួមទៅចេះបើសិនជាអាចយកទៅបានណាចង់យកទៅមួយឡានប៉ុន្តែវាអត់មានពេលវេលាយកទៅទេហើយយើងក៏រៀបចំបានច្រើនដោយសារចូលរបួលធ្វើការរៀងខ្លួនណាអញ្ចឹងទៅលក់បានសៅរ៍អាទិត្យល្ងាចឡើងម៉ោងអាច6កន្លះទៅ7បានទៅបានអញ្ចឹងថ្ងៃសៅរ៍អាទិត្យក្រោយនេះគឺខ្ញុំទៅលក់ទៀតហើយនៅ Boxing ម្ដុំស្តុបសាចាស់ហ្នឹង